ដំបូងសូមជម្រាបសួរទៅកាន់អ្នកសិក្សាទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ចែករំលែកចំណេះដឹងដែលទាក់ទងទៅនឹង grammar មួយគឺ present simple បច្ចុប្បន្នកាលធម្មតាអ្នកសិក្សាមួយចំនួនគាត់គិតថា grammar ពិបាកប៉ុន្តែថ្ងៃនេះខ្ញុំនឹងលើកយកចំណុចងាយៗមួយចំនួនដែលទាក់ទងទៅនឹង present simple មកបញ្យល់អ្នកទាំងអស់គ្នាដើម្បីងាយយល់និងចេះក្នុងការបង្កើតប្រយោគប្រចាំថ្ងៃហើយនៅក្នុងវីដេអូនេះដែរខ្ញុំផ្ដោតទៅលើតែកិរិយាសព្ទ to be តែប៉ុណ្ណោះតោះដើម្បីកុំឲ្យខាតពេលយូរយើងចូលមកមើល form របស់យើងទាំងអស់គ្នាជាដំបូង form របស់ present simple ចាំបាច់ត្រូវតែមាន subject ទី2 to be ដែលមានដូចជា am is are and object គឺជាកាមបទ subject គឺសំដៅទៅលើប្រធានដែលមានដូចជា I she he it and singular subject they you we and plural subject ហើយចំពោះ to be មានដូចជា am is are ដែលបកថាគឺជានៅ object គឺជាកាមបទប៉ុន្តែចំពោះ subject I ត្រូវតែប្រើជាមួយនឹង to be am subject she he it and singular subject ត្រូវតែប្រើជាមួយនឹង to be is and they you we and plural subject ចាំបាច់ត្រូវតែប្រើជាមួយនឹង to be are ដើម្បីឲ្យអ្នកទាំងអស់គ្នាងាយយល់តោះយើងចូលមកមើលឧទាហរណ៍ទាំងអស់គ្នាជាដំបូងគឺរបៀបប្រើ I ជាមួយនឹង to be am ឧទាហរណ៍ I am a teacher ខ្ញុំគឺជាគ្រូបង្រៀន I am a student ខ្ញុំគឺជាសិស្សមានន័យថាប្រយោគពីរហ្នឹងគឺរបៀបប្រើរបស់វាគឺដូចគ្នាយើងត្រូវចំណាំថា I គឺប្រើជាមួយនឹង am ហើយចំពោះ subject she គឺចាំបាច់ត្រូវតែប្រើជាមួយនឹង is ឧទាហរណ៍ she is a teacher គាត់គឺជាគ្រូបង្រៀនឬយើងអាចបង្កើតប្រយោគដូចជា she is a student គាត់គឺជាសិស្ស and ចំពោះ subject he វិញម្ដងយើងបកថាគាត់ប៉ុន្តែ he គឺសំដៅទៅលើបុរស she គឺសំដៅទៅលើស្ត្រី he is a doctor គាត់គឺជា doctor ឬក៏ he is a student he is a teacher យើងបង្កើតបានដូចគ្នាហើយចំពោះ subject it ជាធម្មតាគឺយើងប្រើជាមួយនឹងសត្វឬវត្ថុហើយ it ក៏ត្រូវប្រើជាមួយនឹងកិរិយាសព្ទ to be is ដែរឧទាហរណ៍ it is my cat វាគឺជាឆ្មារបស់ខ្ញុំ and ប្រយោគមួយទៀត this dog is mine អញ្ចឹងកន្លែងពាក្យថា this dog នេះវាគឺជា singular subject ដោយសារតែពាក្យ dog គឺអត់មាន s ទេហើយជាធម្មតា singular subject គឺយើងត្រូវតែប្រើជាមួយនឹង is អញ្ចឹងប្រយោគនេះគឺ this dog is mine អូខេឆ្កែនេះគឺជារបស់ខ្ញុំហើយចំពោះ subject they គឺជា plural subject បកថាពួកគេជាធម្មតា they គឺត្រូវតែប្រើជាមួយនឹង are ឧទាហរណ៍ they are students ពួកគេគឺជាសិស្ស we បកថាពួកយើង we are teachers ពួកយើងគឺជាគ្រូបង្រៀន you បកថាអ្នក you អាចជា singular subject ឬក៏ plural subject ប៉ុន្តែជាធម្មតាគឺត្រូវតែប្រើជាមួយនឹង are ឧទាហរណ៍ you are my friend អ្នកគឺជាមិត្តភក្តិរបស់ខ្ញុំហើយចំពោះ these cats are mine យើងមកមើលពាក្យកន្លែង cat នេះដោយសារតែ cat មាន s អញ្ចឹងមានន័យថាវាគឺជា plural subject
ដែល plural subject ធម្មតាគឺត្រូវតែប្រើជាមួយនឹង are These cats are mine អូខេចឹងន័យថាឆ្មាទាំងនេះគឺជារបស់ខ្ញុំហើយចំពោះវីដេអូនេះដែរសូមបញ្ចប់តែត្រឹមនេះអរគុណសម្រាប់ការតាមដានពីដើមរហូតដល់ចប់ហើយក៏សូមជួយចុច Subscribe ដើម្បីទទួលបានវីដេអូថ្មីទាំងអស់គ្នាជម្រាបលាបាយបាយ